ចំនួននៃការពិនិត្យនៅមុខសាលាដែលគេហៅថា Orinipo គូយ៉កដោយអត់គោរពភ្លើងស្តុបបើសិនជាយើងល្មើសគឺគេពិន័យ130000ហើយបើសិនជាបងប្អូនចង់អត់ចង់បង់130000បង់តែ120,000គឺបងប្អូនត្រូវគេដកបន្ទុក30បន្ទុកអញ្ចឹងណានេះការបើកបរអញ្ចឹងបង់130000ទៅដើម្បីកុំឲ្យគេដកបន្ទុកនៅក្នុងការបើកបរបើសិនជាបន្ទុកនៃការបើកបរគេដកច្រើនគេអាចនឹងឈប់ឲ្យយើងគេដកបានបើកបរយើងណាអត់ឲ្យយើងបើកបរមួយឆ្នាំឬក៏មិនទៅតាមបន្ទុកដែលគេកំណត់ហ្នឹងទៅហើយបងប្អូននៅមុខសាលាមុខអីគឺការពិន័យសាហាវជាងផ្លូវធម្មតាណាកន្លែងខ្លះគុណនឹង2គុណ3អញ្ចឹងស្ដាយលុយក៏ស្ដាយដែរប៉ុន្តែពេលមានបញ្ហាអីគឺយើងខុស 100% អញ្ចឹងអញ្ចឹងបងប្អូនកុំហួយផែអីនៅក្នុងការបើកបរក្នុងប្រទេសកូរ៉េតឹងតែងតិច